ចឹងលេខទូរស័ព្ទហេតុអីបានខ្ញុំឲ្យតម្លៃលើលេខទូរស័ព្ទតួលេខបើសិនជាករណីលេខផ្ទះសាមញ្ញទេព្រោះលេខផ្ទះលេខល្អតែបើហ្វុងស៊ុយផ្ទះមិនល្អក៏មិនដាជួយយើងមានបានដែរតែលេខទូរស័ព្ទសំខាន់ដោយសារអីយើងប្រើតាក់ទងតំណែងក្នុងការងារមកអឺរ៉ុបក្នុងក្រុមហ៊ុនមួយយើងតាក់ទងការងារនៅក្នុងក្រុមហ៊ុនយើងមានលេខកតុយ13ឧទាហរណ៍លេខប្រមាណ4 5 6សាប់តែមានលេខ13នៅខាងក្នុង6លេខហ្នឹងមានលេខ13ក្រុមហ៊ុនធំគឺមិនធ្វើការជាមួយយើងទេលេខ13គេហៅលេខនាំគេទៅស្លាប់នាំជាលេខបញ្ហាព្រោះលេខ3គឺលេខធាតុឈើដែលជាលេខវិបត្តិអញ្ចឹងកាលណានៅជាមួយធាតុទឹកក៏កើតវិបត្តិគឺធ្វើឲ្យយើងមានបញ្ហាច្រើនអញ្ចឹងបានគេអត់ប្រើលេខ13តែបើចំពោះអ្នកប្រើឡានវិញសង្កេតឃើញឡានដែលមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនលេខ13លេខ31ដែរឃើញច្រើនទេ13 31 30គុត03ហ្នឹងគឺជាលេខដែលគួរជៀសបានក៏ជៀសទៅហើយ76 67ក៏ជៀសបានក៏ជៀសទៅហ្នឹងគឺស្រាប់លេខឡើងតែបើសិនជាលេខទូរស័ព្ទវិញយើងធ្វើការខ្ញុំឧទាហរណ៍4 5 6តមកដល់លេខ7ទោះមាន4 5 6នៅពីមុខក៏ដោយយើងមិនគួរប្រើទេ4 5 6លេខសទ្ធិលេខ7គឺលេខពិឃាតលេខចោលលេខចំនួនអញ្ចឹងមានលុយហើយមានពិឃាតចោលប្លង់មែនអញ្ចឹងយើងអត់គួរប្រើទេលេខ6ហាមនៅចិត្តលេខ7អញ្ចឹងការរៀងលេខនីមួយគឺលំអិតណាស់ចុះខ្ញុំនិយាយថា100លេខរើសបានតែ5ឬ6លេខចាត់ទុកថាសំណាងចាអញ្ចឹងយើងសង្កេតឃើញណាយើងដាក់ចូលទៅក្នុង app ក៏បានដែរហេតុអីបានខ្ញុំនិយាយថាលេខអត់ច្រឡំវាយចូលក្នុង app សាកល្បងតែខ្លួនឯងឥឡូវក៏បានដែរណាខ្ញុំឲ្យប្រើលេខ4 5 6 282វាយចូលអត្តន័យបែបណាហើយ4 5 6 7 8 9អត្តន័យបែបណារៀងណា4 5 6 7 8 9លេខរៀងលយបងលេខទូរស័ព្ទលេខ4 5 6 7 8 9លយប៉ុន្តែអត្តន័យអត់ល្អទេទៅទេឥឡូវសាកអ្នកនៅនេះអាចតេស្តខ្លួនឯងបានព្រោះមានលេខ6និងលេខ7ចាអញ្ចឹងក្នុងអត្តន័យរបស់លេខនីមួយគឺខុសគ្នាលេខខ្លះអត់ល្អប៉ុន្តែនៅជាមួយលេខល្អបែរជាល្អវិញលេខខ្លះពិឃាតធៀបគ្នាมันអាចនៅជាមួយគ្នាបានទេចាអញ្ចឹងអ្វីដែលចំណុចសំខាន់តើតែយើងរៀងលេខឲ្យត្រូវការចាប់លេខគូអត្តន័យរបស់លេខនីមួយមានអត្តន័យរបស់វាហើយលេខទូរស័ព្ទមានឥទ្ធិពលលើមនុស្ស 10% បើសិនជាករណីយើងដើរណាយើងមានចំណេះជំនាញល្អយើងបកកែធ្វើការហើយប៉ុន្តែលេខទូរស័ព្ទយើងតាក់ទងខទៅគេចេះ delay ការងាររហូតអាហ្នឹងជាបញ្ហាខាងនេះក៏ធ្លាប់មានបទពិសោធន៍ដែរអញ្ចឹងបានន័យថាលេខទូរស័ព្ទសំខាន់ខ្លាំងបច្ចុប្បន្នពួកដោយសារសម័យ digital តាក់ទងទូរស័ព្ទទាំងអស់ទាំង Telegram ប្រើទូរស័ព្ទអត់មានឥឡូវយើងសំខាន់យើងអត់មានអ៊ីនធឺណិតសាកមើលអត់មានទូរស័ព្ទយើងមើលមានអារម្មណ៍ណាតាក់ទងអាណាអត់បានទេមែនទេអញ្ចឹងដូចគ្នាកាលណាដែលយើងប្រើទូរស័ព្ទល្អលេខទូរស័ព្ទដែលល្អនៅពេលដែលយើងតំណទៅគេការងាររលូនវាអត់មានអីដែលថាធ្វើឲ្យយើងរាំងស្ទះដោយសារតែលេខទូរស័ព្ទទេអញ្ចឹងបើសិនជាករណីហ្វុងស៊ុយយើងល្អចំណេះជំនាញយើងល្អប៉ុន្តែលេខទូរស័ព្ទយើងប្រតាក់យើងមិនថាយើងធ្វើមិនបានទេយើងធ្វើបានប៉ុន្តែវាមិនរលូនដើរទៅជពុកជើងទៅត្រង់ទៅដល់ជពុកជើងសិនអញ្ចឹង